បាទសួស្តីបងប្អូនវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបភ្ជាប់ rover យើងទៅជាមួយនឹងខរបស់ក្រសួងដែនដីអញ្ចឹងរបៀបភ្ជាប់ខនេះខ្ញុំសូមបញ្យល់បងប្អូនបន្តិចមុននឹងការភ្ជាប់មុននឹងយើងធ្វើការភ្ជាប់វាបានដូចតែយើងបានទៅបង្កើត account ចុះឈ្មោះជាមួយនឹងស្ថាប័នខរបស់ក្រសួងដែនដីរួចហើយដែលយើងទទួលបាននៅ PI របស់វា port username ហើយនិង password តោះពីយើងបានបង្កើតរួចហើយគឺយើងត្រឡប់ចូលមករបៀបភ្ជាប់របស់យើងវិញគឺយើងមើលមកផ្ទាំង software របស់ GPS យើងបែបនេះមកនេះជា software Surpad អញ្ចឹងយើងមុននឹងភ្ជាប់បាននេះគឺយើងត្រូវប្រើជាអ៊ីនធឺណិតនេះយើងប្រើបានពីររបៀបទី1គឺយើងអាចដាក់ SIM ទៅក្នុង GPS របស់យើងហ្នឹងយើងប្រើ device អ៊ីនធឺណិតទី2យើងប្រើជាលក្ខណៈ Wi-Fi hotspot យើង share ជា Wi-Fi ពីទូរស័ព្ទដៃយើងទៅឥឡូវខ្ញុំជ្រើសរើសយក share Wi-Fi hotspot ពីទូរស័ព្ទដៃទៅ controller ខ្ញុំគឺបានភ្ជាប់ Wi-Fi រួចហើយគឺនៅខាងលើបងប្អូនឃើញសញ្ញាអ៊ីនធឺណិតនេះអញ្ចឹងយើងចូលទៅកាន់ rover របស់យើងមកយើងចុចទៅក្នុង device នេះយើងភ្ជាប់ rover រួចហើយគឺវាចេញពណ៌ខៀវបែបនេះអញ្ចឹងយើងចុចទៅក្នុង rover នៅត្រង់ current នេះគឺវាជាប់ព័ត៌មានចាស់អញ្ចឹងយើងចូលមកកន្លែង new នេះតោះមកយើងយកពាក្យ phone internet នៅកន្លែង file name នេះគឺយើងខ្ញុំដាក់GeoNet ចំណាំអញ្ចឹងទៅហើយកន្លែង work mode នេះវាធ្វើការជា rover ត្រង់ cut angle នេះយើងយកវា10ទៅraw data នេះគឺយើងមិនបាច់បើកទេនៅកន្លែង data link នេះគឺយើងយក phone internet បែបនេះនៅត្រង់ connection mode នេះគឺយើងយក encrypt បែបនេះអញ្ចឹងយើងបងប្អូនមើលនៅកន្លែងខាងក្រោម connection mode គេមានគេដាក់ core setting នេះយើងចូលទៅក្នុងtray 3ទីក្នុងវងនេះមកយើងបង្កើត folder មួយដែលយើង add មកនេះគឺជា folder address របស់ខយើងហើយយើងទៅវាយវាបញ្ចូលមកដែលយើងបានបង្កើតជាមួយនឹងក្រសួងអញ្ចឹងយើងដាក់ឈ្មោះវាឈ្មោះយើងដាក់អីក៏បានដែរហើយដាក់ GeoNet ទៅដែរអញ្ចឹងទៅប៉ុន្តែត្រង់ IP នេះគឺយើងត្រូវវាយបញ្ចូលឲ្យត្រូវជាមួយនឹង IP ដែលរបស់ក្រសួងតម្លាក់ឲ្យអញ្ចឹងរបស់ក្រសួងតម្លាក់ឲ្យគឺខ្ញុំវាយ CGD 09 dot ខ្មែរ GeoNet នេះគឺយើងវាយឲ្យបានត្រឹមត្រូវតែខុសត្រង់ណាតែបន្តិចក៏វាអត់វិចដែរខ្មែរ GeoNet .xyz ហើយកន្លែង port នេះគឺវាលេខ2101 2101 ហើយ username នេះខ្ញុំដាក់ឈ្មោះរបស់ខ្ញុំ
នៅត្រង់នេះយើងដាក់ password ហើយត្រង់ password នេះខ្ញុំសុំលាក់សិនអញ្ចឹងខ្ញុំវាយ password រួចហើយតែខ្ញុំអត់សុំបង្ហាញ password បងប្អូនទេតោះពេលយើងវាយ password រួចហើយយើងចុច OK អញ្ចឹងយើងនឹងបាន folder address របស់ core យើងរួចហើយអញ្ចឹងយើងចុចវាលើជាប់ពណ៌លឿងទៅយើងចុច OK មកវានឹង load មកនៅកន្លែងខាងក្រោមនេះហើយបន្ទាប់មកយើងអត់ទាន់អស់ទេគឺយើងចូលទៅមើល mount point យើងត្រូវ get mount point វា mount point របស់វាគឺ RTCM 32សុំទោសនេះតោះពីបាន mount point ត្រឹមត្រូវហើយបានយើង save and apply អញ្ចឹងអាត្រង់ mount point ពេលកាលណាយើងដាក់អត់ត្រូវក៏វាអត់ fix ដែរអញ្ចឹងមុនដំបូងយើង save and apply ដើម្បីឲ្យវាជាប់ address ហ្នឹងនៅកន្លែង configuration លើក្រោយគឺយើង apply វាយកតែម្ដងអញ្ចឹងចុច save and apply current work mode phone internet defixed នេះគឺជាព័ត៌មានដែលវាផ្លាស់ប្ដូរបេសយើងចុច OK មកអញ្ចឹងយើងចូលត្រឡប់ទៅមើល rover របស់យើងវិញនេះបងប្អូនបន្ទាប់ពីយើងបានផ្សាយហើយគឺវាទទួលបាន solution fix បែបនេះយើងចូលមកកន្លែង point survey របស់យើងមកនេះយើងមើលយើងទទួលបាន coordinate នៃយាមកា N ហើយនឹង E ជាមួយនឹង elevation ដែលបានផ្សាយពី server របស់ core ក្រសួងមកហើយយើងមើលរយៈចម្ងាយរបស់វាពី rover ទៅនឹង core ហ្នឹងគឺវាមាន base station របស់វានេះវាបង្ហាញថា 12703.2 ទឹកកម្រិតពី rover ទៅនឹង core ហ្នឹងអញ្ចឹងការប្រើប្រាស់ core នេះដែលល្អសមរម្យគឺអាចចម្ងាយត្រឹមតែ10ឬក៏20គីឡូអីហ្នឹងទេល្អកណ្ដាលឆ្ងាយវាមានភាពលំអៀងច្រើនបាទវីដេអូនេះសូមបង្ហាញតែប៉ុណ្ណេះអញ្ចឹងសូមអរគុណបាទ